លើផ្លូវឡើងបុកមកអីឥឡូវគិតថាបើជួយខ្ញុំម្ដងខ្ញុំអត់មានលុយបងបន្ទុកមែនណាបងមានលុយបងថ្លៃបន្ទុកណាផងគិតមិនហ៎បងអាខ្វះពួកខ្ញុំតហ្មងអីត្រឹមលុយថ្លៃអីថ្លៃទិញជប់ជួទៅអត់មានលុយបងខ្លួនឯងដែរបងវ៉ាខ្ញុំចេះសិនណាអត់ចង់មិនដែរហើយតាំងពីកាយជាមួយវាមកដល់ឥឡូវហើយជួបបញ្ហាស្អីខ្លះល្មមទៅចាប់តំណងហ្នឹងទៅអីអូយលីសាដល់ពេលអញ្ចឹងទៅបងដឹងទេអាម៉េចនេះបងវាមិនថាមិនទេប៉ុន្តែការងារដល់ពេលឲ្យខំប្រឹងរងថ្ងៃដូចមិនកាត់ការអីសោះចាក់លងទៅលីសាហើយអញ្ចឹងនេះឯងផងនៅឲ្យអាប់អីក្នុងមួយផ្លាយឯងដល់ណាទេតែឯងពេញចិត្តថាលីសាហ៎អញទៅឲ្យលីសាអញចាំជួយនឹងឯងទេណាបើរកណាឯងមិនដឹងក្បាលអាវ៉ាចោលទេជប់ហាងឯងទៅឲ្យចាប់ពីថ្ងៃនេះទៅចាប់ហើយអស់ហើយខ្ញុំអស់គ្រប់យ៉ាងហើយគ្រួសារកងប៉ឹងបានខ្ញុំរំពឹងអីទៀតបងអត់បានការបងចាំទៅផងណាបងស្អីហ៎គាត់ជិះពុកហុកអីណាតើការផងដែរចាំអញយកផងអីទៅហើយពុកមានបញ្ហាអញព្រមគិតមិនយើងលេងដាក់គ្នាឃើញអត់អញថាមែនអញថាប្តីឯងមុខតែប្រើល្បិចនឹងបោកឯងឥឡូវមែនហើយលីសាឯងល្ងងណាមិនត្រឹមតែល្ងងធម្មតាទេនេះល្ងងចូលលក្ខណៈហើលេងលឺហ្មងខ្ញុំដល់ពេលចាំទៅជួយបងឯងដល់ហើយមែនតាហើយទៅជួយប្តីណាជួយដល់ថ្នាក់អត់ចេះពិចារណាប្តីចឹងសារ៉ាហើយសំពូនថ្លៃបងហ្នឹងមិនក៏និយាយថាបងខ្លាំងម៉ែហើយប្រឹងជួយបងដល់ឱកាសទៀតហើយដល់មកជួបអីខ្លះអត់ថាសារ៉ាទៅវាបងថ្លៃឯងចុះបងនេះបងជាបងស្រីឯងបងមានសិទ្ធិក្នុងការនិយាយបងចង់ឯងញាក់ខ្លួនកុំឲ្យផងខ្លួនវាស្អីគេនឹងខ្លាំងទៅតិចមើលថាពីមុនទៅបងលុបកុំព្យូទ័រឥឡូវមកទិញចេញ Channel YouTube ណាគេឲ្យគេស្ដាប់ទៀតណ៎ខ្ញុំមកបញ្ជាបងឯងខ្ញុំទៅដេកលើផ្លូវឡើងបុកមកអីជីវិតតែជួបបញ្ហាចឹងឯងសារ៉ាកុំថាឡើយតបងសូម្បីតែអ្នករត់ស៊ីធំដល់គេជួបបញ្ហាដែរចុះក្រុមតបងទៅប្រឹងប្រែងកវេកឆ្នាំងចឹងទៀតដល់តែមានបញ្ហាចឹងឯងតែបើនំនេះគិតតែពីបន្ទោខ្ញុំចង់ឲ្យរំពឹងអីទៀតបងខ្ញុំស្ទាល់មែនមិនបាច់ចិត្តខ្ចីបាយហ្នឹងឥឡូវគិតថាបាយជួយខ្ញុំម្ដងខ្ញុំអត់មានលុយបងបន្ទុកមែនណាបងអត់មានលុយបងថ្លៃបន្ទុកណាផងគិតមិនហ៎ហើយផង100ចំនួនពីអញទាំងដែលអញគាត់ប្រកាសក្តែងអញប្រាប់ថាបើសិនជាមានបញ្ហាកុំរត់100ចំនួនពីអញព្រោះអញអត់មិនចាំជួយទេមនុស្សអត់មានការងារធ្វើដេកស៊ីតែកម្លាំងប្រពន្ធហ្នឹងហើយឥឡូវមែនជាបំផុតពីក្បាលអញដែរអញអត់ឲ្យទេបាយខ្ញុំកោតបងឯងហ្មងនេះចេះហាមាត់ពឹងពាក់ពួកខ្ញុំរួចទេខ្ញុំអត់យល់បងឯងហ្មងបងឯងអត់ខ្វះពួកខ្ញុំតហ្មងអីត្រឹមលុយថ្លៃទិញបន្ទប់ជួលទៅអត់មានលុយបងខ្លួនឯងដែរខ្ញុំមិនដឹងត្រូវនិយាយថាម៉េចទេខ្ញុំជាប្អូនបងឯងបើចេះខ្មាស់ខ្ញុំសោះណាមិនបងចេះខ្មាស់ទេតែបងវាទាស់ជ្រក់មែនតើហើយមិនដឹងចេញទៅតាមផ្លូវណាទេព្រោះឥឡូវបងកំពុងតែមានបញ្ហាលុយអូនឯងក៏ដឹងដែរថាមួយរយៈហ្នឹងបងជ្រុលខ្លួនជាមួយនឹងការងារ MMO ធ្វើអត់បានលុយហើយអាចអ្នកដែលទិញគេហ្នឹងគេឲ្យទៅវិញទៀតហើយដល់ពេលអញ្ចឹងទៅឲ្យបងទៅរកពីណាមកក្រៅពីពួកឯងនេះបងវ៉ាន់ខ្ញុំចេះសិនណាអត់ចង់មិនដែរអញប្រាប់ហើយថាការងាររបស់ឯងហ្នឹងវាមានបានប្រយោជន៍ទេតែឯងនៅក្បាលរឹងចង់ធ្វើខ្លួនឯងអញស្អប់ណាស់អញមិនជួយទេអ្នកណាដែលអញប្រាប់ហើយនៅតែរឹងធ្វើតែឯងខ្លាំងឯងមិនយកលុយនឹងមកប្រើការទៅដោះស្រាយបញ្ហាខ្លួនឯងទៅអញលឺថាដូចជាបានលុយតាក់ពីអាហ្នឹងដែរតែមិនប្រកាសយកលុយនឹងមកប្រើមកបងឯងមិនគាត់និយាយតែអញ្ចឹងមិនតែបងឯងថា channel ដែលខ្ញុំទិញគេលើកមុនហ្នឹងគេឲ្យយកទៅបាត់ហើយអញ្ចឹងខ្ញុំមានលុយមកពីណាបងបើថាគេហេតុដោះស្រាយវាខ្លួនឯងវាមានអីពាក់ព័ន្ធមួយខ្ញុំគ្មាន